Chủ biệt số số đây từการbong bóng này các phong sắc xa phía xa Việt Nam tại Bắc Kia. Ok, ta là một chút kia bình nói tiếp cho mùi này mình sẽ bắt đầu phía xa Việt Nam mà đi chứng ngày đến dân đừng biên video thay và to tiết là chạy chuột bong bóng chứng bong bóng complete trích follow là page playca là bóng sẽ bắt đầu phía xa Việt Nam mà đi có nè là bây giờ tụi bạn về điện thay để hàng chuột bong bóng sẽ bị mà chuyển uốn để bong bóng tại cả app chạm thế này. Ok, ta chắc ngày đến OK ថ្ងៃនេះយើងមានពាក្យព័ន្ធជាមួយនឹងប្រយោគហ្នឹងមិនមែនជាពាក្យដូចរាល់ដងទេអញ្ចឹងរាល់ដងយើងប្រភេទវីដេអូរបស់យើងភាគច្រើនជាប្រភេទវីដេអូបែបពាក្យអញ្ចឹងថ្ងៃនេះខ្ញុំបង្រៀនបងនិយាយពី clear ខ្លះដើម្បីយើងនិយាយពីចំណងចិត្តរបស់យើងឧទាហរណ៍ថាថ្ងៃក្រោយគេសួរយើងថាតើយើងចូលចិត្តធ្វើអីអាហ្នឹងយើងមានប្រយោគខ្លះពីវីដេអូរបស់យើងដើម្បីអាចនិយាយគេបានណាអញ្ចឹងប្រយោគទី1 tôi thích đọc sách tôi thích đọc sách. Ok, tôi thích đọc sách. Tôi thích đọc sách ប្រែថាខ្ញុំចូលចិត្តអានសៀវភៅសំទោសបងសម្រាប់អក្ខរាវិរុទ្ធមួយនេះណាអញ្ចឹងបងកែខ្ញុំផងtôi thích đọc sách ប្រែថាខ្ញុំចូលចិត្តអានសៀវភៅអូខេតោះប្រយោគបន្ទាប់ tôi thích chơi thể thao tôi thích chơi thể thao tôi thích chơi thể thao ok អញ្ចឹងយើងអានលឿន tôi thích chơi thể thao ខ្ញុំចូលចិត្តលេងកីឡាអូខេអញ្ចឹង thể thao យើងមានច្រើនណាបងដឹងអីអញ្ចឹងឧទាហរណ៍ថា thể thao ប្រភេទ thể thao មួយនេះអូខេប្រភេទកីឡាមួយនេះជាអីគេđá bóng អូខេឬក៏បង់ដាអូខេ tennis អូខេនិងបាល់ឱបអីផ្សេងទៀតអញ្ចឹងខ្ញុំនឹងមានប្រយោគវីដេអូមួយទៀតដើម្បីសម្រាយពាក់ព័ន្ធជាមួយនឹងកីឡាតើយើងមានប្រភេទកីឡាអីខ្លះហើយជាភាសាវៀតណាមគេនិយាយថាម៉េចខ្លះតោះយើងទៅប្រយោគបន្តទៀតអូខេ tôi thích nghe nhạc tôi thích nghe nhạc okay. tôi thích nghe nhạc tôi thích nghe nhạc ok ខ្ញុំចូលចិត្តស្ដាប់តន្ត្រីអញ្ចឹង tôi thích nghe nhạc ខ្ញុំចូលចិត្តស្ដាប់តន្ត្រីឬក៏ខ្ញុំចូលចិត្តស្ដាប់ចម្រៀង tôi thích xem phim tôi thích xem phim tôi thích xem phim ខ្ញុំចូលចិត្តមើលភាពយន្តឬក៏មើលរឿងយើងនិយាយឲ្យខ្លីស្រួលស្ដាប់ទេយើងថាយើងចូលចិត្តមើលរឿងអញ្ចឹងtôi thích xem phim ហ្នឹងអត់ចាំបាច់ថាយើងទៅមើលដល់រោងកុនទេយើងមើលនៅផ្ទះជុំគ្រួសារឬក៏យើងមើលទៅឯងហ្នឹងអាហ្នឹងបើយើងចូលចិត្តមើលរឿងភាគរឿងអីហ្នឹងអាហ្នឹងហៅឲ្យពាក្យថា tôi thích xem phim អូខេអញ្ចឹងថ្ងៃហ្នឹងយើងមានប្រយោគប៉ុណ្ណឹងបងអាចយកទៅអនុវត្តផ្ទាល់បានបើសិនជាមានថ្ងៃក្រោយទៅគេសួរថាbạn thích làm gì khi rỗi អានោះប្រែថាតើអ្នកចូលចិត្តធ្វើអ្វីនៅពេលដែលអ្នកទំនេរអូខេអញ្ចឹងយើងអាចនិយាយពីsở thích របស់យើងបានន័យថានិយាយពីចំណង់ចិត្តរបស់យើងtôi thích nghe nhạc tôi thích xem phim tôi thích chơi thể thao ឬក៏មាន clear អីផ្សេងទៀតបងអាច research នៅលើអ៊ីនធឺណិតបានអញ្ចឹងដោយសារមានការបរិញ្ញាបត្រនៅលើអ៊ីនធឺណិតជាច្រើនអញ្ចឹងឧទាហរណ៍ថាបងឥឡូវនេះបងចង់រៀនភាសាវៀតណាមមជ្ឈមណ្ឌលភាសាវៀតណាមម៉ាឌីក៏កំពុងតែមានវគ្គសិក្សាថ្មីដែរអញ្ចឹងបើសិនជាមានចំណាប់អារម្មណ៍អាចទាក់ទងមកខាង page ផ្លូវការមជ្ឈមណ្ឌលបានណាបងអូខេអញ្ចឹងថ្ងៃហ្នឹងយើងមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាអរគុណសម្រាប់ការតាមដាន